សេចក្តីសុខគឺជាអ្វីដែលយើងទាំងអស់គ្នាចង់បានមនុស្សខ្លះខិតខំរកលុយមនុស្សខ្លះខិតខំស្វែងរកកេរ្តិ៍ឈ្មោះមុខមាត់និងភាពជោគជ័យព្រោះគិតថារបស់ទាំងនោះនឹងអាចនាំឲ្យមានសេចក្តីសុខប៉ុន្តែជាក់ស្ដែងមនុស្សជាច្រើនដែលមានទ្រព្យសម្បត្តិច្រើនក៏នៅតែមិនសប្បាយចិត្តដែរហេតុអ្វីបានជាយ៉ាងដូច្នោះចម្លើយគឺដោយសារតែសេចក្តីសុខពិតប្រាកដមិនបានកើតឡើងពីអ្វីដែលនៅខាងក្រៅខ្លួនយើងទាំងស្រុងនោះទេប៉ុន្តែវាកើតឡើងពីស្ថានភាពនៃចិត្តបើចិត្តរបស់យើងស្ងប់ស្រាលនិងមិនប្រកាន់ច្រើននោះយើងនឹងមានសេចក្តីសុខប៉ុន្តែបើចិត្តយើងពោរពេញដោយអំនួតការចង់ឈ្នះការប្រកាន់និងការមិនព្រមចោះចាញ់ទោះមានអ្វីៗគ្រប់យ៉ាងក៏ដោយក៏យើងនៅតែមានទុក្ខក្នុងចិត្តដដែលពាក្យថាទម្លាក់ចិត្តចោះខ្លះមិនមែនមានន័យថាឲ្យយើងបោះបង់កិត្តិយសឬឲ្យគេមើលងាយនោះទេវាមានន័យថាចេះបន្ទាបអាត្មាចេះអត់ឱនចេះស្ដាប់និងចេះយល់ពីអ្នកដទៃពេលខ្លះការចុះមួយជំហានមិនមែនជាការចាញ់ទេប៉ុន្តែវាជាវិធីសាស្ត្រដ៏ឆ្លាតវៃមួយដើម្បីរក្សាសេចក្តីសុខនិងទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួនសូមស្រមៃថាមានមនុស្សពីរនាក់កំពុងឆ្លោះគ្នាម្នាក់សុទ្ធតែគិតថាខ្លួនត្រូវហើយមិនព្រមស្ដាប់គ្នាពាក្យសម្ដីកាន់តែខ្លាំងអារម្មណ៍កាន់តែក្តៅហើយចុងក្រោយទំនាក់ទំនងក៏ត្រូវបែកបាក់ប៉ុន្តែប្រសិនបើម្នាក់ក្នុងចំណោមពួកគេចេះគ្រប់គ្រងចិត្តឲ្យស្ងប់ត្រជាក់និងចេះទម្លាក់អារម្មណ៍របស់ខ្លួននិយាយដោយភាពទន់ភ្លន់នោះជម្លោះអាចនឹងត្រូវបានបញ្ចប់បានយ៉ាងងាយស្រួលនៅក្នុងគ្រួសារការចេះទម្លាក់ចិត្តគឺមានសារៈសំខាន់ណាស់ពេលខ្លះប្តីប្រពន្ធឆ្លោះគ្នាដោយសារតែរឿងតូចតាចប៉ុណ្ណោះប៉ុន្តែដោយសារតែមិនមាននរណាម្នាក់ចង់ដាក់ចិត្តចោលពួកគេចង់ឈ្នះរៀងខ្លួនទៅរឿងតូចខ្លាចទៅជារឿងធំប្រសិនបើភាគីណាមួយចេះអធ្យាស្រ័យចេះសុំទោសទោះបីមិនខុសទាំងស្រុងក៏ដោយនោះសេចក្តីសុខក្នុងគ្រួសារនឹងត្រូវបានរក្សាទុកដូចគ្នានេះដែរនៅកន្លែងការងារឬសាលារៀនការប្រកាន់ខ្លួនខ្លាំងពេកអាចធ្វើឲ្យយើងបាត់បង់មិត្តភាពនិងឱកាសជាច្រើនមនុស្សដែលមានភាពរៀបសារនិងចេះទទួលយកមតិអ្នកដទៃតែងតែទទួលបានការគោរពច្រើនជាងមនុស្សដែលគិតតែខ្លួនឯងត្រឹមត្រូវគ្រប់ពេលជីវិតរបស់យើងក៏ដូចជាកែវទឹកមួយប្រសិនបើយើងចាប់វាឲ្យតឹងពេកយូរទៅវានឹងធ្វើឲ្យដៃរបស់យើងឈឺប៉ុន្តែបើយើងដាក់វាចុះខ្លះឬលែងវាមួយផ្លែតយើងនឹងមានអារម្មណ៍ស្រាលដូចគ្នានេះដែរបញ្ហាកំហឹងនិងការប្រកាន់បើកាន់វាទុកក្នុងចិត្តយូរពេកវានឹងធ្វើឲ្យយើងនឿយហត់ការចេះលែងខ្លះនិងទម្លាក់ខ្លះធ្វើឲ្យចិត្តយើងស្រាលព្រះពុទ្ធសាសនាបានបង្រៀនថាមូលហេតុដែលនាំឲ្យមនុស្សមានទុក្ខគឺដោយសារការប្រកាន់និងការចង់បានវោហេតុនៅពេលដែលយើងចេះលះបង់អារម្មណ៍អវិជ្ជមានចេះអភ័យទោសនិងចេះយល់ពីអ្នកដទៃនោះចិត្តរបស់យើងនឹងស្ងប់និងពោរពេញដោយសេចក្តីសុខមនុស្សជាច្រើនគិតថាការអភ័យទោសគឺជាការបង្ហាញពីភាពទន់ខ្សោយប៉ុន្តែតាមពិតការអភ័យទោសគឺជាភាពក្លាហានមួយវាត្រូវការចិត្តធំនិងការគ្រប់គ្រងអារម្មណ៍ខ្លួនឯងមនុស្សដែលអាចអភ័យទោសបានគឺជាមនុស្សដែលអាចដោះលែងខ្លួនឯងចេញពីទុក្ខសេចក្តីសុខមិនមែនកើតឡើងដោយការឈ្នះអ្នកដទៃទេប៉ុន្តែកើតឡើងដោយការឈ្នះចិត្តខ្លួនឯងនៅពេលដែលយើងចេះទម្លាក់អាត្មាចេះបន្ទាបខ្លួនចេះស្ដាប់និងចេះអធ្យាស្រ័យយើងនឹងរកឃើញថាជីវិតមានភាពស្រាលជាងមុនទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនក៏កាន់តែល្អប្រសើរហើយចិត្តរបស់យើងក៏កាន់តែស្ងប់សុខដូច្នោះបើថ្ងៃណាអ្នកមានអារម្មណ៍ធុញថប់ខឹងសម្បារឬមានជម្លោះជាមួយអ្នកណាម្នាក់សូមសាកល្បងទម្លាក់ចិត្តរបស់អ្នកចុះសាកល្បងស្ដាប់សាកល្បងយល់និងសាកល្បងអភ័យទោសអ្នកអាចនឹងរកឃើញថាសេចក្តីសុខដែលអ្នកកំពុងតែស្វែងរកមិននៅឆ្ងាយពីអ្នកទេប៉ុន្តែនៅក្នុងចិត្តរបស់អ្នកផ្ទាល់